ថ្ងៃនេះខ្ញុំចុះតាមដានក្រោយបាញ់ដំណាំស្មៅដូមអូយើងរយៈពេល3ថ្ងៃក្រោយបាញ់ហើយការបាញ់នេះគឺស្ថិតនៅស្រុកព្រៃកបាស់ខេត្តតាកែវហើយការបាញ់នេះដែរគឺខ្ញុំបាញ់ស្រូវអាយុ36ថ្ងៃបាញ់ដំណាំស្មៅដោយស្មៅរបស់យើងនេះវិញហើយកាលខ្ញុំបាញ់គឺកាលថ្ងៃសុក្រថ្ងៃទី20ហើយឥឡូវមកដល់ថ្ងៃនេះវាថ្ងៃទី23ចឹងវា3ថ្ងៃ4ថ្ងៃតថ្ងៃបាញ់ហើយស្មៅវាធំប៉ុណ្ណានេះខ្លះកន្លះម៉ែត្រខ្លះ6 ទឹកអស់ហើយតែយើងបាញ់បានរយៈពេល3ថ្ងៃនេះដល់4ថ្ងៃតថ្ងៃបាញ់នេះគឺយើងសង្កេតឃើញថាស្មៅចាប់ផ្ដើមដាច់គល់នេះចាប់ផ្ដើមគល់វាខ្មៅលួយគល់មុនតែចុងវានៅខៀវធម្មតាបាទយើងមើលទៅឃើញស្លឹកស្មៅនៅលើស្រូវប៉ុន្តែវាចាប់ផ្ដើមដាបត្រេអស់ហើយអាស្មៅដែលទូចគឺចាប់ផ្ដើមងាប់ក្រហមអស់ហើយបាទនេះចាប់ផ្ដើមងាប់ហើយបាទនេះចុងវាចាប់ផ្ដើមស្វិតហើយគល់វាគឺខ្មៅហើយបាទនេះខ្មៅហើយការបាញ់នេះគឺយើងប្រើ120 cc ក្នុងទឹក25 លីត្របាទហើយកម្ចាត់បានទាំងពពួកកន្ទុយឆ្កែបាទទាំងពពួកកន្ទុយឆ្កែនិងពពួកកក់យើងសង្កេតមកមើលពពួកកក់វិញកក់គឺដាច់ងាប់ដោយសារស្រែនេះអត់សូវមានកក់ទេគឺកក់មួយទេបាទនេះដាច់អានេះពួកស្នោអីគឺវាស្វិតងាប់បាទនេះតោបមកហុយមកដាច់គល់ចាប់ដល់ខ្មៅហើយនេះជាពពួកកក់បាទកក់នេះគឺហុយកក់មេក្តាមហុយអស់ហើយបាទកក់មេក្តាមដាច់ងាប់មុនគេមាននៅទាំងស្ទើហើយពពួកកន្ទុយឆ្កែដែលវាទឹមតែដុះក្រោយគេនេះគឺក៏ចាប់ដើមងាប់ដែរហុយលូមកបាទនេះបាទខ្មៅបាទតាមងាប់ហើយអាស្មៅរឹងធំវាងាប់រឹងយូរបាទងាប់រឹងយូរបន្តិចនេះកក់គឺងាប់លឿនជាងគេកក់ងាប់លឿនមែនទែនដូចឆ្កែវាធំវាងាប់រឹងយូរបាទនេះដាច់គល់បាទនេះស្វិតចុងគល់រលួយនេះគល់វាចាប់ដើមរលួយដោយសារដៃខ្ញុំតែមួយខ្ញុំដាច់ពិបាកមើលបដូរនេះបាទគល់រលួយគល់ចាប់ដើមខ្មៅបាក់រលួយហើយហើយស្មៅរបស់គាត់នេះគឺរាយពេញស្រែបាទសើតែកន្ទុយឆ្កែបាទអរគុណ